dương chi mà đai kia cho người côn lọ chấn thử tại mưa thay rồi cặp hiệp chấn cua tại chưa được pet nát đầy yên cái thắt tục chật bèn đội nhom mặt khọ bùm đỏ như vậy mà ta đây đọc nhom sắc xa luôn nhom mà chụp toán pet ru rê đèn liên ở thay ca đèn chum mop đèn ấy group giang cứ là all perfect ចាសូមជម្រាបសួរថ្ងៃនេះដែរនាងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយមែនទែនដែលបានជួបសម្ភារផ្ទាល់ជាមួយនឹងម៉ាក់ដែលគាត់ទៅផ្សារសម្រាប់បទថ្មីនៅខាង Clinic របស់យើងអញ្ចឹងចង់ដឹងថាតើម៉ាក់មានបទពិសោធន៍បែបណាក៏ដូចជាមានចំណាប់អារម្មណ៍បែបណាអញ្ចឹងអញ្ជើញជួបជាមួយនឹងម៉ាក់ទាំងអស់គ្នាចាជម្រាបសួរបងសុខសប្បាយបងចាមើលទៅមុខមាត់អញញឹមស្រស់ស្រាយមែនទែននិយាយទៅឃើញតាំងពីបងអញ្ជើញចូលមកដល់ Clinic រហូតដល់បងទទួលបានសេវាកម្មហើយបងអញ្ជើញត្រឡប់ទៅវិញជិតដល់ថ្ងៃទៀតមែនទេនៅតែញឹមចឹងបងមានអារម្មណ៍មិនដែរឡើយហ្នឹងមានអារម្មណ៍ថាសប្បាយរីករាយចាអញ្ចឹងថ្ងៃនេះខាងខ្ញុំគឺមានសំណួរមួយចំនួនដែលសួរតាក់ទងមួយចំណាប់អារម្មណ៍របស់បងអញ្ចឹងណាចាអញ្ចឹងចង់ដឹងថាតើមុនពេលដែលបងសម្រេចចិត្តអញ្ជើញមកខាង Clinic របស់យើងហ្នឹងបងមានចំណាប់អារម្មណ៍បែបណាដែរហើយមានអ្វីដែលជំរុញចិត្តឬក៏បណ្ដាលឲ្យបងហ្នឹងជ្រើសរើសខាងសេវាកម្មរដ្ឋប្រភេទដើម្បីធ្វើការសម្រាកមកណាបងចាដំបូងយើងពិតជាមានអារម្មណ៍ថាសប្បាយរីករាយដែលលក្ខណៈថាយើងត្រូវចាប់ផ្ដើមមានបទចាហើយបន្ទាប់មកយើងត្រូវគិតពីសុខភាពហើយអញ្ចឹងទៅយើងក៏បានសម្រេចចិត្តពិភាក្សាររកគ្រូពេទ្យជំនាញដើម្បីថែទាំសុខភាពយើងហើយបន្ទាប់មកទៀតហ្នឹងយើងក៏បានស្គាល់នៅជាមួយនឹងមិត្តភ័ក្តិហើយក៏សួរយោបល់នៅម៉ាក់ប៉ារបស់ខ្ញុំហើយគាត់ក៏បានខ្ញុំក៏បានសិក្សាតាមរយៈបណ្ដាញសង្គម Facebook ទៅក៏បាន search ទៅក៏ឃើញពេទ្យរដ្ឋប្រភាទៅខ្ញុំក៏ចាប់ផ្ដើមសិក្សាមើលតាមរយៈការផុសជារៀងរាល់ថ្ងៃហើយមួយទៀតហ្នឹងក៏មើលតាមការដែលគាត់ធ្វើវីដេអូអីចឹងទៅក៏ខ្ញុំបានសម្រេចចិត្តជាមួយនឹងគ្រួសារក៏ប្រាប់ថាជ្រើសរើសយកពេទ្យរដ្ឋប្រភាដើម្បីផ្ញើពុះនៅទីនោះដើម្បីឆែកមើលថាយើងតាមដានសុខភាពយើងរហូតមកចាអញ្ចឹងអីដែលបងបានដឹងតាមរយៈមិត្តភ័ក្តិហើយក៏ដូចជាការបង្ហាញទៅតាមប្រព័ន្ធ Facebook ផ្សេងៗអញ្ចឹងធ្វើឲ្យបងមានចំណាប់អារម្មណ៍នឹងតាមដានខាង Clinic របស់យើងតែម្ដងចាអញ្ចឹងសម្រាប់សំណួរបន្ទាប់គឺចង់ដឹងថាមុនពេលដែលបងមកដល់ហ្នឹងគឺបងបានសើចរមើលហើយបងបានសម្រេចចិត្តមកហើយណាចាអញ្ចឹងចង់ដឹងថាបទពិសោធន៍តាំងពីបងអញ្ជើញមកដល់ហាង Clinic យើងដំបូងណារហូតដល់បងទទួលបានសេវាកម្មតាក់ទងនឹងការសម្រាលរហូតដល់យើងចិត្តដល់ថ្ងៃត្រឡប់ទៅវិញនឹងទៀតនឹងចង់ដឹងថាតើចំណាប់អារម្មណ៍របស់បងហ្នឹងគឺបែបណាដែរជាមួយនឹងសេវាកម្មក៏ដូចជាគ្រូពេទ្យក៏ដូចជាគលិនុបដ្ឋាកថាបានផ្ដល់អារម្មណ៍ឲ្យបងបែបណាដែរអញ្ចឹងបងអាចពីប្រាប់បានទេចាបានជំហានដំបូងយើងនិយាយអំពីការដែលយើងមកផ្ញើពោះចាការផ្ញើពោះមានសារៈសំខាន់សម្រាប់ស្ត្រីគ្រប់រូបចាព្រោះជំហានការផ្ញើពោះនេះគឺឲ្យយើងដឹងអំពីថាប្រយោជន៍នៃការពោះរបស់កូនយើងដំបូងថាតើគាត់ចាប់ផ្ដើមបង្កកំណើតហ្នឹងពីចំណុចណាទៅចំណុចណាពេលដែលខ្ញុំមកដល់ខ្ញុំបានសិក្សាជាមួយនឹងលោកគ្រូរស្មីខ្ញុំចាំឈ្មោះគាត់ថាគ្រូរស្មីពេលដែលខ្ញុំបានសិក្សាជាមួយគាត់ទៅគាត់បានផ្ដល់ដំបូន្មានជាច្រើននៅក្នុងការណែនាំការមើលថែខ្លួនការមើលថែកូននៅក្នុងផ្ទៃចាហើយបន្ទាប់មកទៅគាត់ក៏បានឲ្យថ្នាំសម្រាប់ញ៉ាំដើម្បីរក្សាសុខភាពយើងហើយគាត់ប្រាប់ពីលំហាត់ប្រាណមួយចំនួនដែលយើងត្រូវធ្វើជាពិសេសគឺសុខភាពតែម្ដងហើយមួយទៀតទៅលើគលិនុបដ្ឋាយិកាការមើលថែទាំគឺនិយាយចាំទៅគឺសេវាកម្មគឺល្អតែម្ដងហើយបទពិសោធន៍ដែលខ្ញុំទទួលបាននោះគឺការយកចិត្តទុកដាក់ការយកចិត្តទុកដាក់របស់ខាងពេទ្យរដ្ឋប្រភាគឺខ្ពស់បំផុតតែម្ដងធ្វើឲ្យយើងមានទំនុកចិត្តកាន់តែខ្ពស់មានន័យថាហេតុអីបើខ្ញុំហ៊ាននិយាយថាទំនុកចិត្តខ្ញុំឆ្លងកាត់ខ្លួនឯងអញ្ចឹងខ្ញុំជាអ្នកដែលឆ្លងកាត់ខ្ញុំដឹងថាការពោះមួយពិបាកចាហើយខ្ញុំសម្រាប់កូនមកបានកូនស្រីដ៏ស្រស់ស្អាតមួយគឺមានន័យថាដុកទ័រទាំងអស់គឺគាត់យកចិត្តទុកដាក់មែនតែនហ្មងទាំងគលិនុបដ្ឋាយិកាទាំងការមើលថែទាំងនិយាយចំទៅគឺពិបាកនឹងនិយាយថាគឺល្អឥតខ្ចោះដែលក្រុមគ្រួសារខ្ញុំទទួលយកបានទាំងអស់តែម្ដងសម្រាប់បទពិសោធន៍ខ្ញុំគឺខ្ញុំសប្បាយចិត្តដែលខ្ញុំផ្ញើពុះហើយគឺមិនខកបំណងតែម្ដង
អត់ខកបំណងទេគឺសុបាយចិត្តមែនតើចាហើយពិតជាអរគុណក្រុមគ្រូពេទ្យមែនតើចាអរគុណបងដូចគ្នានឹងបងអញ្ចឹងស្ដាប់ទៅរំភើបសម្បីតែខ្ញុំស្ដាប់ពាក្យពេចន៍ពិតពីបងក៏មានអារម្មណ៍ថារំភើបដែរអញ្ចឹងគឺខាងយើងផ្ដល់ឲ្យបងថៃបងទទួលយកដោយពេញចិត្តចាយើងទទួលដោយកក់ក្ដៅចាកក់ក្ដៅដូចយើងទៅនៅផ្ទះម្ដាយយើងអញ្ចឹងកក់ក្ដៅមែនតើកក់ក្ដៅមែនតើអញ្ចឹងហើយបញ្ចង់និយាយថាគឺល្អបំផុតមែនតើហើយគឺគួរតែយើងគួរតែផ្ញើពោះតាំងពីដំបូងអញ្ចឹងណាបើយើងដឹងពីសុខភាពសុខទុក្ខយើងយ៉ាងណាយ៉ាងណីព្រោះមនុស្សមួយចំនួនក៏អាចបានយល់ដឹងអំពីការផ្ញើពោះទេក៏អាចបានគិតថាគាត់ជ្រើសរើសទៅខ្លាចខុសអញ្ចឹងចុះតែអត់ទេត្រូវចាំថាយើងជាម្ដាយគេចង់ឲ្យកូនល្អចឹងបងត្រូវតែមើលថែសុខភាពចឹងគួរតែជ្រើសរើសពេទ្យណាដែលយើងគិតថាទុកចិត្តមែនដូចខ្ញុំអត់ខកបំណងនិយាយស្មោះត្រង់ហើយក៏មិនមែនថាដើម្បីជាការផ្សព្វផ្សាយឲ្យពេទ្យអីដែរគឺទំនុកចិត្តរបស់ខ្ញុំគឺទាំងក្រុមគ្រួសារតែម្ដងទុកចិត្តខាងរដ្ឋាភិបាលតែម្ដងចាបងពួកខ្ញុំគិតថាមុនដំបូងខ្ញុំអត់ជឿគេទេតែដល់ពេលខ្ញុំសិក្សាខ្លួនខ្ញុំមកជួបផ្ទាល់ពេទ្យរុះរាយទាំងអស់រុះរាយទាំងរៀនឧបថយការទាំងឈ្មោះទាំងអីគ្រប់យ៉ាងគឺល្អ perfect បដាហើយចាអរគុណច្រើនចាបងចាអញ្ចឹងសម្រាប់សំណួរបន្ទាប់ចង់ក្រៅពីការថែទាំពីខាងក្រុមគ្រូពេទ្យក៏ដូចជាគិលានុបដ្ឋាឈ្មោះហើយតាក់ទងជាមួយនឹងបរិយាកាសវិញតាក់ទងជាមួយនឹងបន្ទប់ក៏ដូចជាការប្រើប្រាស់តាក់ទងជាមួយនឹងសម្ភារៈផ្សេងតើបងមានអារម្មណ៍មិនដែរនៅពេលដែលបងចូលមកដល់ឬក៏ការប្រើប្រាស់ផ្សេងមានគ្រប់គ្រាន់ដែរឬទេអញ្ចឹងចង់ឲ្យបងជួយចែកម្លែកតិចណាបងបើនិយាយពីលើរឿងបន្ទប់ហើយនឹងសម្ភារៈប្រើប្រាស់វិញយើងនិយាយទៅដូចយើងនៅក្នុងសន្តាគារមួយដ៏ធំអញ្ចឹងណាដូចយើងកំពុងតែនៅក្នុងសន្តាគារមួយដ៏ធំហើយបើយើងនិយាយទៅគឺបន្ទប់គឺល្អស្អាតមានអនាម័យហើយមួយទៀតបន្ទប់ទឹកក៏ល្អហើយសម្ភារៈប្រើប្រាស់គឺមានប្រើគ្រប់តែម្ដងហើយសិតតែរបស់ដែលទំនើបបច្ចេកវិទ្យាទំនើបតែម្ដងចាហើយមួយទៀតនោះយើងក៏សម្គាល់ទៅលើខាងម្ហូបអាហារចាម្ហូបអាហារគឺយើងសរសើរទៅលើម្ហូបអាហារដែលពេទ្យឲ្យគឺឆ្ងាញ់ហើយថាសុខភាពល្អហើយគាត់ធ្វើមកចេញមកគឺមានអនាម័យល្អតែម្ដងអញ្ចឹងនិយាយចំទៅទាំងសម្ភារៈទាំងបន្ទប់ទាំងអីគឺល្អតែម្ដងចាអរគុណច្រើនបងអញ្ចឹងក្រោយពេលទទួលបានអារម្មណ៍តាក់ទងជាមួយនឹងការថែទាំជាមួយនឹងការផ្ដល់ជាមួយនឹងសេវាកម្មផ្សេងតាក់ទងជាមួយនឹងការស្នាក់នៅអញ្ចឹងបងមានអ្វីដើម្បីជាការចែករំលែកទៅកាន់ម៉ាក់ដែលកំពុងតែស្វែងរកជាមួយនឹងមន្ទីរពេទ្យនៅក្នុងការទទួលបានសេវាកម្មនៅក្នុងការសម្រាលក៏ដូចជាផ្ញើពោះឲ្យបានត្រឹមត្រូវនឹងល្អដូចបងអាចណែនាំបានបើសម្រាប់ខ្ញុំមិនដឹងថាម្ដាយគ្រប់រូបដូចខ្ញុំអត់ទេប៉ុន្តែខ្ញុំចង់ផ្ដាំផ្ញើទៅស្ត្រីគ្រប់រូបថាជីវិតរបស់យើងសំខាន់ទាំងជីវិតកូនក៏សំខាន់ចាអញ្ចឹងហើយយើងគួរតែលះបង់យើងក៏ថាធ្វើមិនដើម្បីឲ្យកូនយើងមានសុខសុវត្ថិភាពសុខភាពល្អយើងគួរតែលះបង់ជ្រើសរើសពេទ្យណាដែលល្អបំផុតហើយខ្ញុំចង់បន្ថែមថាសុខភាពគឺសំខាន់បើសុខភាពទី1សុខភាពផ្លូវចិត្តរបស់មាតាបើសិនជាមាតាអត់មានសុខភាពផ្លូវចិត្តល្អទេបុត្រក៏អត់មានសុខភាពផ្លូវចិត្តល្អដូចគ្នាអញ្ចឹងចង់ឲ្យផ្ដាំទៅដល់ស្ត្រីគ្រប់រូបថាបើសិនជាត្រីកាឲ្យកូនរបស់យើងរឹងមាំល្អកើតមកដោយកូនស្រីរបស់ខ្ញុំខ្ជូតទេកូនស្រីរបស់ខ្ញុំស្អាតមែនតើហើយសុខភាពគាត់រឹងមាំមែនតើអញ្ចឹងស្ត្រីគ្រប់រូបគួរតែជ្រើសរើសយកពេទ្យវត្តភាហើយនាងខ្ញុំក្នុងនាងខ្ញុំនិយាយនេះមិនមែនដើម្បីប្រម៉ូទឲ្យពេទ្យអីទេប៉ុន្តែជាអារម្មណ៍ពិតរបស់នាងខ្ញុំជាម្ដាយដែលនាងខ្ញុំទទួលបានសេវាកម្មពីពេទ្យរដ្ឋាភិបាលគឺកក់ក្ដៅមែនតើអញ្ចឹងខ្ញុំចង់ផ្ដាំទៅដល់ពុកម៉ែបងប្អូនទាំងអស់ឬក៏ស្ត្រីគ្រប់រូបទាំងអស់
អាចទទួលសេវាកម្មរដ្ឋាភិបាលដោយមានទំនុកចិត្ត 100% ខ្ញុំជួបផ្ទាល់ខ្លួនខ្ញុំតែម្ដង ចាអរគុណច្រើនចាអរគុណច្រើនបងចាអញ្ចឹងសម្រាប់ចំណាប់អារម្មណ៍បងម៉ាក់ក្រោយពេលដែលគាត់ទទួលបានសេវាកម្មខាង clinic រដ្ឋាភិបាលហើយក៏ដូចជាបងទៅតែសម្រាប់ថ្មីហើយអញ្ចឹងតាំងពីដើមរហូតដល់ចប់ខ្ញុំស្ដាប់ហើយក៏ខ្ញុំមានអារម្មណ៍រំភើបដែរហើយខាងយើងក៏ពិតជាសប្បាយរីករាយខ្លាំងមែនទែនដែលបានដឹងពីពេជ្រចេញពីចិត្តរបស់បងផ្ទាល់ទាំងដែលពួកយើងក៏ព្យាយាមធ្វើឲ្យអស់ពីលទ្ធភាពជាមួយនឹងការផ្ដល់ទាំងសេវាកម្មចាទាំងការថែទាំនិយាយទៅសពគ្រប់បែបយ៉ាងជូនអញ្ចឹងហើយបងទទួលបានការឆ្លើយតបមកវិញថាគឺល្អខ្លាំងមែនទែនចឹងខាងខ្ញុំគឺពិតជារំភើបខ្លាំង ដោយសារតែនិយាយតិចគឺនៅមានមួយចំណុចទៀតដែលចង់អរគុណចាអរគុណទៅដល់ក្រុមគ្រូពេទ្យដុកទ័រលោកគ្រូដុកទ័រធំខ្ញុំភ្លេចមែនភ្លេចនៅចំណុចហ្នឹងគឺខ្ញុំអរគុណទៅដល់លោកគ្រូដុកទ័រធំដែលគាត់ជួយបង្កើតកូនរបស់ខ្ញុំមកដោយសុខសុវត្ថិភាពលោកគ្រូដុកទ័រមានគុណសម្រាប់ខ្ញុំមានគុណមែនតើព្រោះលោកគ្រូជួយខ្ញុំដោយយ៉ាងខ្ញុំមានភាពវៃក្លាពួកខ្ញុំសម្រាប់តែភាពរាក់កាត់ចឹងខ្ញុំជាមនុស្សម្នាក់ដែលខ្លាចចឹងខ្ញុំពិតជាអរគុណលោកគ្រូដុកទ័រខ្លាំងមែនតើអរគុណលោកគ្រូដុកទ័រហើយអរគុណកលៀនឧបត្ថម្ភបងស្រីខ្ញុំអត់ស្គាល់ឈ្មោះគាត់ទេតែគាត់អោបកសោបខ្ញុំដូចជាកូនចឹងខ្ញុំអរគុណមែនតើមានតែប៉ុណ្្នឹងឯងអរគុណបងអញ្ចឹងបងមានពាក្យពេចន៍អីដែលចង់បន្ថែមឬក៏ចង់ថ្លែងអំណរគុណទៅកាន់ណានាងបងចានៅក្នុងចំណាប់អារម្មណ៍ខ្ញុំពេលនេះគឺមួយទៀតរឿងមួយទៀតដែលខ្ញុំចង់និយាយនោះគឺអ្នកម្ដាយរបស់ខ្ញុំអ្នកម្ដាយរបស់ខ្ញុំគាត់តស៊ូតាំងពីខ្ញុំចាប់ផ្ដើមទម្ងន់នេះមកគឺអ្នកម្ដាយរបស់ខ្ញុំលះបង់គ្រប់យ៉ាងដើម្បីខ្ញុំលះបង់មែនតែម្ដងគឺហេតុអីបានខ្ញុំញ៉ាំថាគាត់លះបង់គាត់សុខចិត្តចំណាយទី1ពេលវេលាទី2សុខភាពរបស់គាត់ទាំងដែលគាត់ឈឺគាត់យកពេលវេលាមកថែខ្ញុំជាកូនហើយក្នុងនាមខ្ញុំជាកូនខ្ញុំពិតជាឃើញនៅក្នុងការលះបង់មួយនេះដ៏ធំធេងសម្រាប់ខ្ញុំអត់មានអីសងគុណអ្នកម្ដាយខ្ញុំទេហើយអ្វីដែលខ្ញុំចង់និយាយនោះគឺគាត់ដឹងពីទំហំចិត្តខ្ញុំគាត់ដឹងថាខ្ញុំសម្រាប់ដោយធម្មជាតិអត់បានទេគាត់ដឹងថាខ្ញុំសម្រាប់ដោយវះកាត់ទេហើយគាត់ដឹងថាខ្ញុំត្រូវជួបឧបសគ្គអីចឹងអ្នកម្ដាយរបស់ខ្ញុំបានប្រឹក្សាយោបល់ជាមួយនឹងក្រុមគ្រូពេទ្យហើយក៏បានពិភាក្សាថាត្រូវធ្វើយ៉ាងណាហើយខ្ញុំពិតជាអត់មានអីច្រើនក្រៅពីអរគុណទៅដល់ម៉ាក់ហើយនឹងប៉ាតែក៏មិនលះបង់ដើម្បីកូនហើយកូនមួយនេះកូនចង់ចាំអត់ភ្លេចទេកូនពិតជាអរគុណម៉ាក់ដែលបង្កើតកូនមកហើយម៉ាក់ត្រូវមកមើលថែចៅទៀតចឹងកូនសូមអរគុណម៉ាក់ហើយនឹងប៉ាដែលម៉ាក់នឹងប៉ាក៏លះបង់ដើម្បីកូនហើយអរគុណច្រើនម៉ាក់ប៉ាកូនមានពាក្យពេចន៍តែប៉ុណ្្នឹងឯងហើយអ្វីដែលកូនចង់បានគឺកូនចង់បានម៉ាក់ហើយនឹងប៉ាសុខភាពល្អរឹងមាំជាមលុបឲ្យកូនរហូតទៅកូនមានតែប៉ុណ្្នឹងឯងអរគុណម៉ាក់ហើយប៉ាអរគុណម៉ាក់ជាពិសេសតែម្ដងម៉ាក់កូនអញ្ចឹងចាអរគុណច្រើនបងជាចុងក្រោយគឺខ្ញុំសូមអរគុណបងជាមួយនឹងគ្រួសារចាអញ្ចឹងសូមឲ្យបងមានសេចក្តីសុខសុវត្ថិភាពសុខភាពល្អទាំងកូនចាហើយកូនខ្ជូតមែនតើចាអរគុណច្រើនអញ្ចឹងសូមឲ្យកូនក៏ទទួលបាននៅសុខភាពល្អនិងក្រុមគ្រួសារសំណាងល្អគ្រប់គ្នាដែរចាអញ្ចឹងសូមអរគុណច្រើនចាអរគុណច្រើនបងចាដូចបានដឹងស្រាប់ហើយយើងបានស្ដាប់ពីចំណាប់អារម្មណ៍ក៏ដូចជាបទពិសោធន៍របស់បងស្រីរួចហើយចាចឹងសម្រាប់បងដែលគាត់ស្វែងរកជាមួយនឹង clinic ដែលល្អដែលបងកំពុងតែមានផ្ទៃពោះឬក៏ចង់មានបំណងចង់សម្រាប់បត់ចាចង់បានកន្លែងដែលមានផាសុកភាពល្អគ្រូពេទ្យដែលមានជំនាញក៏ដូចជាគ្រូពេទ្យគ្លីនិកបឋមយិកាដែលមានបទពិសោធន៍ជាច្រើនឆ្នាំបងអាចជ្រើសរើសយក clinic រដ្ឋាភិបាលគឺអត់ខុសទេបងចាអត់ខុសទេចាអញ្ចឹងមានតែប៉ុណ្្នឹងទេអញ្ចឹងសូមអរគុណច្រើនសម្រាប់អ្នកទស្សនាចាអរគុណច្រើនបងអរគុណ